សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមមកចែករំលែកបទពិសោធន៍តិចតួចក្នុងការចាំក្រួយហ្នឹងហើយខ្លាចបងប្អូនបែងចែកអត់ដាច់មួយណាឈ្មោលសម្រាប់បងប្អូនណាដែលគាត់ចាំក្រួយថ្មីថ្មងហើយខ្លាចដូចខ្ញុំដំបូងគឺខ្ញុំបែងចែកអត់ដាច់ទេដឹងមួយណាឈ្មោលទេហើយខ្ញុំក៏ដោយសារតែមួយខែដំបូងមួយខែពីរខែបងប្អូនគឺពងតែមួយទេហើយខ្ញុំក៏គិតថាវាឈ្មោលទាំងអស់ចឹងមានមេតែមួយទេចឹងហើយក៏បំបីអត់ដែលថាគិតថាមេហ្នឹងទៅដាក់ត្រង់ផ្សេងស្រាប់តែពេលបំបីទៅអឺបាន2 3ថ្ងៃដែលបំបីទៅផ្សេងនឹងកំពងអានៅត្រង់ចាស់ហ្នឹងកំពងចឹងចាប់ផ្ដើមអស់មិនមែនទេអញ្ចឹងអត់ត្រូវទេប្រហែលជាមានមេទៀតចឹងហើយក៏សង្កេតមើលដល់ពេលសង្កេតមើលបានដឹងថាអូអាដែលរៀងសុគុកហ្នឹងហើយអាហ្នឹងមេអាណាដែលរៀងទួយក៏ស្ដួចអាហ្នឹងឈ្មោលហើយវាបកែល្ងាវដល់ពេលបែងចែកដាច់ហើយបានដឹងថាអូខេនេះដូចតែខាងស្ដាំដៃហ្នឹងគឺមេហើយហ្នឹងអាខាងឆ្វេងហ្នឹងឈ្មោលហើយពេលឥឡូវគឺវាបានដូចជាបានពងបាន6ហើយមួយថ្ងៃបាន6បាទទាំងអស់វា14ប៊ីសតាកុំអីបញ្ជូនទៅកំពង់ឆ្នាំងអស់បងប្អូនបាទនេះបងប្អូនមានតែបទពិសោធន៍តិចតួចប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលាបាយបាយ